ជំរាបសួរពុកម៉ែបងប្អូនក្នុងសង្គម Facebook នៅក្រៅស្រុកនៅក្នុងស្រុកបាទហើយខ្ញុំបាទអៀលសុភាពដំណើរមូលនិធិខ្មែរប្រចាំនៅទីក្រុង Wellington ប្រទេស New Zealand បាទហើយថ្ងៃនេះដែរក៏បានរួមដំណើរជាមួយនឹងបងប្អូនចានេះខ្ញុំមកពីមូលនិធិខ្មែរជួយខ្មែរក្នុងទីក្រុងអសនមានអូនវិនពៅនិងនេះខ្ញុំទៅរត់ចាបាទក្នុងថ្ងៃនេះដែរខ្ញុំបាទបានម្សិលមិញខ្ញុំបាទធ្វើដំណើរទៅដល់ខេត្តបន្ទាយមានជ័យបាទហើយក៏ឥឡូវនេះបានមកដល់ខេត្តយើងព្រះវិហារបាទហើយនៅនេះទីនេះគឺថានៅភូមិបង្គោល8ឃុំឃុំប្រអែមស្រុកជាំសាននិងខេត្តព្រះវិហារខេត្តព្រះវិហារបាទហើយនៅក្នុងគណៈនេះដែរខ្ញុំបានមកធ្វើអណ្ដូងគឺធ្វើឲ្យជាស្ថាពរដើម្បីប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋយើងដែលរស់នៅក្នុងភូមិនេះចំនួន25គ្រួសារបាទហើយក៏មានរួមដំណើរពីម្ដាយខ្ញុំបាទយុទ្ធភាពកសិខនបាទតែបានមកពីញូហ្សេឡង់គាត់បានអញ្ជើញមកផ្ទាល់ហ្នឹងបាទហើយជាអណ្ដូងនេះក៏មានការឧបត្ថម្ភពីលោកពូគឹមសាននិងអ្នកមីងអ៊ីថេនបាទគេគាត់រស់នៅទីក្រុងអុកក្លិនបាទគឺថាចំនួន$500 US បាទហើយគឺការធ្វើអណ្ដូងនេះឡើងដើម្បីប្រគល់ជូនដល់ប្រជាពលរដ្ឋយើងនៅខ្វះទឹកនៅក្នុងភូមិនេះគឺថាភូមិបង្គោល8នេះដែលចំនួន25គ្រួសារហើយឥឡូវនេះអណ្ដូងក៏បានធ្វើឲ្យជាថាពរដែរប៉ុន្តែដល់ឡែកទៅប្រាក់ឈ្មោះគឺยังមិនទាន់ដាក់ស្រួលបួលទេបាទយើងនឹងរៀបចំនៅថ្ងៃក្រោយទៀតប៉ុន្តែខ្ញុំអត់មានពេលតែសារខ្ញុំចិត្តទៅវិញហើយអញ្ចឹងខ្ញុំបានមកថតយកព័ត៌មានដើម្បីឲ្យម្ចាស់ទានដូចជាប្រជាពលរដ្ឋយើងដែលបានផ្ដល់ថវិកាតាមរយៈខ្ញុំបាទនឹងឲ្យមកធ្វើការងារសប្បុរសធម៌ឥឡូវខ្ញុំបាទធ្វើជាដងហើយនៅនេះកាលពីមុនខ្ញុំមកបានមកម្ដងមកហើយបាទហើយមើលអ្នកមីងមើលបានដងហើយមើលសប្បាយចិត្តយ៉ាងណាដែរមីងមើលបាយអរគុណដល់លោកទាំងអស់ដែលជួយមកអ្នកខ្ញុំដែលនៅក្រសត់25គ្រួសារនេះព្រោះអីអ្នកខ្ញុំមិនដែលមានទឹកប្រាទេតែខែប្រាំងមានតែខែវស្សាបាទឥឡូវបានទឹកប្រើហើយណាហើយមើលសាកសពមើលដងមើលសពមើលទឹកចាញ់ស្រួលហើយទឹកហូបមិនដែរវាភ្លាវដែរមើលក៏វាធម្មតាទេអត់អីបាទគឺនេះទេណាបាទទីហូបទៅគឺទឹកឆ្ងាញ់អត់មិនភ្លាវទេបាទអត់ភ្លាវទេទឹកជាធម្មតាទេបាទគឺថាហើយជំរៅម៉ែម៉ែ33ម៉ែត្របាទគឺជំរៅ33ម៉ែត្រគឺយើងទឹកខ្លាយហូបទៅដូចជាទឹកធម្មតាបាទអត់មានភ្លាវអីទាំងអស់បាទហើយចឹងសប្បាយចិត្តណាស់បងប្អូនណាបាទចឹងជួយឲ្យពរឲ្យជ័យទៅដល់ម្ចាស់ជាលោកពូគឹមសានបាទលោកពូគឹមសាននិងអ្នកមីងអ៊ីថេនបាទតែគាត់បានធ្វើអណ្ដូងនេះឲ្យចំនួន$500បាទគូមីងជើញពូមីងអញ្ជើញឲ្យពរជ័យទៅបងដែលគាត់ជាសប្បុរសជនជួយអណ្ដូងមកភូមិសួរដល់ម្ចាស់យ៉ាងដូនថាឲ្យលោកមានសេចក្តីសុខសេចក្តីចម្រើនរស់ស៊ីមានបានឲ្យលោកមានអាយុវែងដល់យូរដល់ច្រើនព្រះសាធុសាដីសុខទាំងកូនទាំងចៅនេះរួមទាំងអស់មកទាំងអ្នកជួយទាំងអ្នកមកមកផងបាទជួយកំពុងថែអំណរគុណដល់លោកពូបាទលោកពូកំខាននិងអ្នកមីងវាថេនដែរដែលបានផ្ដល់ថវិកាឲ្យតាមរយៈខ្ញុំបាទចំនួន$500 US បាទដើម្បីនឹងធ្វើដូនគូទៅដល់ប្រជាពលរដ្ឋនៅភូមិនេះចំនួន25គ្រួសារដែរខ្ញុំសូមបាទក៏សូមប្រសិទ្ធពរជ័យសិរីមង្គលសុខជូនដល់គ្រួសារលោកពូជួបប្រទះតែក្តីសុខរីចម្រើននិងមានបច្ចុប្បន្នយឺនយូរនិងមានសុភមង្គលល្អគ្រប់ជាតិបាទហើយនឹងម្យ៉ាងចិត្តសូមជួបប្រទះតែពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈប្របីគ្រីឡើយបាទហើយបន្ទាប់ពីនេះទៅគឺខ្ញុំមានថ្នាំពេទ្យនឹងចែកជូនដល់បងប្អូនយើងនៅទីនេះដែរគឺថ្នាំ Panadol គឺការខ្ញុំយកឲ្យហើយនឹងក៏មានក៏ជួយក្មេងៗនេះដែរបាទនេះថ្នាំ Panadol គឺយើងណែនាំរបៀបប្រើគឺថាយើងពេលថ្នាំបំបត្តិការឈឺក្បាលក្តៅខ្លួនគ្រុនល្ងាឬកំពងមាត់អីបាទយើងមានពងបែកអីហ្នឹងក្មេងហ្នឹងគឺថាបើក្មេងប៉ុណ្ណេះយើងដាក់ពាក់កណ្ដាលក្របទៅបើមិនចាស់ទីក្របយើងភាសា2គ្រាប់4ម៉ោងក្រោយអត់បាត់យើងភាសា2គ្រាប់ទៀតបាទអញ្ចឹងខ្ញុំសូមចែកជូនម្នាក់មកប្រទះបាទហើយក៏មានអាវឥឡូវនេះមានអាវវាតិចពេកអត់ប្រហែលជាអត់គ្រប់គ្នាទេប៉ុន្តែបានខ្លះអត់បានខ្លះក្រុមចំណាយគ្នាបាទប្រហែលអាវជា10ទេឥឡូវខ្ញុំចែកអាវគ្រូខ្ញុំមានឆ្នាំពេកដល់ហ្នឹងបាទឥឡូវចែកអាវមួយអាវស្រីមួយអាវស្រីមួយអាវប្រុសបាទហើយក៏សល់សភៅខ្លះដែរសម្រាប់នឹងក្មេងរៀនថាដូចជាធំចឹងបានឲ្យសភៅខ្លះទៅថាវាអត់គ្រប់គ្នាទេប៉ុន្តែសូមអភ័យទោសព្រោះថាវាជាចុងក្រោយមកហើយខ្ញុំបានការណាបាទជាអាវមនុស្សស្រីអញ្ចឹងហើយមានឆ្នាំពេទ្យក្នុងហ្នឹងហើយណាអាវឆ្នាំពេទ្យបាទពាក់បាច់ហើយវា
เอาคนมาไง อันนี้เอาปลอกบ้านไอ้จำนวนบาททงปัจจัยได้คือการเอานี่คือทาบ้านบริการอุปถัมภ์ที่บองจีกันนี่น้องบองนารีแต่ดูเราปฏิอยู่พลันติกรองไปลันตอนได้บาทก็ออยเอาจำนวนมันยืมมา100 บาทคือมา150เอาไอ้ลบจำบ้านใจจูนนักรบแพทย์ขายปันใต้ดอกไม้นักแพทย์ประเทศนี่คือมันตอนมาใจจูนเตะแล้วทำบ้านมันซ้อมกินดอกไปจะดอกปรามมาใจจูนที่นี่เอาเหมือนก็ได้เหมือนก็เห็นได้ ลูกตาบอลลูกตาในข้างโขยบ้าน นี่ไปเชียงไทยมีนี่อาบเลยมองเขาvậy mình cái áo bạn áo nào cái nó phải lục qua nó là bạn áo phải lục qua baไอ้ธนามนี่คือยังนอนมาอย่างมานอนมาเป็นแบบเดิมแล้วที่ธนามนี่คือตะกายมันคือกระบาดดังกระโหกตั้งแต่เช้าตั้งแต่ตีแล้วบ้านเราตีตลอดบ้านเราบ้านเลยเราบ้านอ้าวเราบ้านจบน้ำเขาทานน้ำมานั่นน่ะตอนบ้านโจรมั้งก็มาเอามาโจรมาบ้านน่ะแล้วน่าเทียบนี่น่าเทียบนี่นะตอนมาเทียบฮะนี่นะตอนมาต้องแบบบ้านเลยเผยนี่ครูไอ้กอดก้อมันยังไม่มาเรากอดก้อเราก้นเอาเถอะเอาก้นแล้วก่อนก้นหยับมาจุดได้จุดแล้วมาจุดก้นchưa lองchưaก้นอมพอนั่นโอ้ยแหวกนะจับตัดหลอดเจอchạy đường nước phẳng nhá xong có phải ông đừng ăn chân con này lái tầng ai đây nè anh tao nhưng xong cái khóc không một lý bây giờ mới miền là mày không đi thì làm nữa mình thấu mình sao là bây giờ không ai tự nhiên ăn xong ấm rồi này cái xong ấm buồn thấp người ta buồn thấp thì cả bàn có những bạn trai cũng to là một cái chỗ đá cái ở chặt không lắm của không trăm này buồn nhận cái này buồn đó ok là bây giờ và hai nhà ba là ăn không đây này luôn đồ thâu này tình thâu nó thôi nhé tình thâu yến đâu này tình thâu nhé tình thâu yến đấy phạt mùi mới chết đấy mới ba khọt cho nhá mày ấy nha nhỉ toàn bò quá toàn nhầm bò này ngay nhỉ ủa ngay nha này ngay nhỉ ai mấy em người có trong ban em đi đấy người có trong ban đi đấy trong ban không yên ok phu màu kiệt đó phu màu kiệt mình được thâu chay mẹ chay cho ok lâu ngày khói không giá ở yên và cái không hiến phu màu nó tiếp được thâu chay rồi mình được thâu miệng bệnh miệng khọt co nhầm này ngày sao đấy phu ở đâu chật môi phở long môi chật đũa miệng chật hộp chật ấy thầm xấu nữa ẩm miệng pha chật lu chật ấy thế cứ phở kìa cũng co bà
បាទក្នុងគណៈពីដែរខ្ញុំបាទសុភាពបានប្រគល់នៅអណ្ដូងឬក៏នឹងឆ្នាំពេទ្យមួយចំនួនហើយនឹងខោអាវរបស់ជាចានីបងនារីបានឲ្យពីបានមកស្វែងចែកនៅក្នុងខ្មែរក៏បានប្រគល់បងប្រុសជូនផងបាទហើយចឹងខ្ញុំបាទក្នុងគណៈពីដែរខ្ញុំបាទសូមថ្លែងមកគុណជាចូលចំពោះបងប្អូនទាំងអស់ហើយជួបប្រទេសតែសេចក្តីសុខសេចក្តីចម្រើនជួបគ្នាបាទហើយចានេះខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ទឹកចិត្តរបស់បងទាំងពីរដែលបានចែកចាយជាអណ្ដូងបានប្រើប្រាស់ទឹកគឺជាជីវិតរបស់ប្រជាពលរដ្ឋដែលគាត់អត់ទឹកឥឡូវគាត់បានទឹកប្រើគឺគាត់មានភាពអត្រេកអរណាស់សូមជូនពរឲ្យក្រុមគ្រួសារបងជាប្រជុំដូចជាទឹកអមរិតចឹងបងចាសូមអរគុណមកប្រចាំទីក្រុងវ៉ាឡិនតនបាទគុំជាពុកម៉ែបងប្អូនក្នុងពុកម៉ែក្នុងស្រុកក្នុងខាងស្រុកបាទហើយឥឡូវបន្ទាប់ពីខ្ញុំបានទៅប្រគល់ដងជូននៅភូមិប្រគល់8មកជួបប្រជាពលរដ្ឋ25គ្រួសារឥឡូវខ្ញុំបានធ្វើដំណើរមកជាមួយនឹងបងប្អូនចាស់នេះខ្ញុំមូលនិធិខ្មែរជួយខ្មែរក្នុងគ្រាក្រសន្នថ្ងៃនេះដែលបានរួមដំណើរជាមួយបងអ៊ីសុភាគាត់បានមកពីក្រុង Wellington មូលនិធិខ្មែរប្រចាំក្រុង Wellington ចាបានទៅចែកអំណោយនៅខេត្តបន្ទាយមានជ័យបន្ទាប់មកទៀតមកចូលមកខេត្តជរាវិប្រគល់អណ្ដូងនិងផ្ទះជូនដល់បងអូនស្រីសុភីចាសូមគោរពពុកម៉ែបងប្អូនសប្បុរសជនទាំងអស់ទៅជូនផ្ទះជាមួយនឹងខ្ញុំនិងបងអ៊ីសុភាទាំងអស់គ្នាចាសូមគោរពអញ្ជើញនេះជាផ្ទះដែលខ្ញុំបានធ្វើឲ្យមួយស្រីវិជាដែលនៅភូមិភូមិធម្មជាតិភូមិធម្មជាតិភូមិប្រអែមស្រុកជាំផ្កានិងខេត្តព្រះវិហារបាទតែផ្ទះនេះដែរមានបណ្ដោយ6ម៉ែត្រនិងស្ទឹង5ម៉ែត្រដែលផ្ទះនេះដែលខ្ញុំបានជម្រាបជូនខាងមុនមកគឺថាផ្ទះនេះយើងទិញផ្ទះដែលគេលក់ហើយក៏បានរុះរើផ្ទះនោះយកមកធ្វើឲ្យបងអូនហើយដោយសារតែយើងដោយសារផ្ទះរុះរើទៅវាមានការខូចខាតខ្លះហើយអញ្ចឹងក៏យើងបានធ្វើជាដបូលប៉ាងផ្សេងគឺថ្មីយើងទិញដបូលប៉ាងផ្សេងថ្មីគឺថាឈើនៅដដែលបាទហើយគឺថាធំគឺយើងមានតយ៉ាក់មកហើយកាលនោះបាទខ្ញុំក៏បាទអំពាវនាវដល់សពប្រជាជនយើងដោយសារខ្វះខាតផ្ទះនេះផ្ទះគេលក់នោះគឺថាតម្លៃវា5លានគឺស្មើតែផ្ទះគេបើយើងថែម$125ទៀតហ្នឹងគឺយើងបានផ្ទះទាំងមូលបាទទាំងយ៉ាក់ទាំង3ហ្នឹងតែឥឡូវដោយសារមានបងប្អូនយើងនៅសពប្រជាជនយើងនៅសហរដ្ឋអាមេរិកដែរដែលបានឧបត្ថម្ភមកតាមរយៈធ្វើបាទហើយបាច់ទិញផ្ទះនេះហើយចាំបាទខ្ញុំបាទសូមជម្រាបជូននៅបងប្អូនសពប្រជាជនយើងដែលបានគាត់បរិច្ចាគថវិកាដើម្បីធ្វើផ្ទះជូនបងប្អូនស្រីសុជាដែលមានកូន4នាក់ហើយចិញ្ចឹមក្មួយ2នាក់ដែលកំព្រាឪពុកម្ដាយបាទហើយសប្តាហ៍ថ្ងៃនេះជំរាបផងដែរថាក្មួយស្រីស៊ីឈ្នួលគេកាប់ដំឡូងហើយប្តីធ្វើទាហាននៅខេត្តព្រះវិហារប៉ុន្តែឥឡូវនេះគឺខ្លះលើថាខ្លះទៅនៅជំរាបបាទគឺថាមួយខែហ្នឹងផ្ញើប្រាក់ខែមកឲ្យគ្នានឹងបន្តិចបន្តួចគ្នាអត់ទ្រាំដោយសារបន្ទុកកូនហើយកូននោះ4នាក់នោះហើយចាំខ្លួន2នាក់ហើយនឹងដីនេះគឺដីដែលបងស្រីចិត្តធរដែលគាត់នៅទីនេះដែលបានជួយចិញ្ចឹមក្មេងទាំង6នាក់នេះហើយនឹងគាត់ហើយឥឡូវនេះគាត់បានឲ្យដីនេះបាទគាត់ឲ្យប្រគល់ដីនេះគឺថាមានបណ្ដោយប្រហែលស្ទឹង5បណ្ដោយ20បាទដើម្បីនឹងធ្វើផ្ទះនេះឲ្យបាទហើយចុះឈ្មោះសពរបស់ជនយើងដែលបានចូលរួមធ្វើផ្ទះគឺមួយគឺមានលោកវណ្ណាសេងនិងភរិយារបស់គាត់ហ្នឹងគឺខានិកាគឺ$565ញូហ្សេឡង់បាទទី2គឺលោកពូហេងនិងអ៊ីធាបាទគឺ$100និងទី3គឺខ្ញុំបាទអ៊ីសុភាពនិងភរិយាគឺ$100និងទី4គឺលោកសុកមនីរតនិងភរិយាសុវណ្ណារីរស់នៅ USA ដែលគាត់បានជួយខ្ញុំបាន$125ដើម្បីទិញយ៉ាក់ទាំង3ហ្នឹងបាទគឺគាត់នៅសហរដ្ឋអាមេរិកគឺអរគុណខ្លាំងដែរក៏ក្មួយប្រុសក្មួយស្រីនៅសហរដ្ឋអាមេរិកបានជួយឧបត្ថម្ភមកតាមរយៈពូគឺ$125 US ហើយនៅទី5លោកកឹមសុផលនិងបងស្រីសូរិយាបាទគឺ$50គឺគាត់ជាប្រធានមូលនិធិនៅប្រចាំទីក្រុង Wellington ប្រទេសញូហ្សេឡង់បាទហើយទី6គឺលោកនឿននិងភរិយាក៏រស់នៅខាងទៅនោះដែលគាត់បានជួយឧបត្ថម្ភ$50ញូហ្សេឡង់ដែរនិងទី7អ្នកមីងទេវីនិងក្រុមគ្រួសារគឺ$50និងទី8លោកណនសុខុនជាណនសុខុននិងភរិយាត្រូវជាក្មួយដែរបាទជួយឧបត្ថម្ភ$50ញូហ្សេឡង់ដែរនិងទី9ឧបាសិកាថាច់ស៊ីសារិននិងកូនចៅគឺ$40និងទី10អ្នកមីងផេងអេងបាទ$40និងទី11ឧបាសិកាអ៊ុចសាន$20បាទអ៊ុចសាន$20និងទី12ឧបាសិកាលិនដានីគឺ$20និងទី13អ្នកគ្រូនាយបរមយ៉ាងនិងវិជ្ជជាស្វាមីបាទ$20និងទី14អ្នកស្រីវ៉ែនសុភី$20